ដោយអំណាចការមិនដឹងពីអវិជ្ជាហ្នឹងក៏រមែងប្រកម្មរូបនេះយកមកធ្វើខ្លួនរាល់ថ្ងៃហ្នឹងទាំងខ្លួនចាស់ហ្នឹងក៏នៅតែទាំងរូបដែលចាស់ហ្នឹងក៏នៅតែប្រកម្មតែខ្លួនចាស់ខ្ញុំគាត់ថាខ្លួនចាស់អញ្ចឹងទៅអត់ឃើញថាហ្នឹងរូបចាស់ទាំងដែលថាខ្លួនឯងមិនចង់ចាស់ហ្នឹងតែនៅតែថារូបជាខ្លួនទៀតណាខ្លួនឈឺទាំងដែលខ្លួនមិនចង់ឈឺហ្នឹងតែនៅតែថារូបហ្នឹងជាខ្លួនពីព្រោះនេះវាជាលក្ខណៈរបស់រូបដែលត្រូវបែកធ្លាយដែលត្រូវឈឺដែលត្រូវស្លាប់គឺការបែកធ្លាយអីហ្នឹងជារឿងរូបសក់អត់មានរឿងសត្វរឿងបកលរឿងយើងសក់ចំពោះកម្មជ្ជរូបហ្នឹងគឺត្រូវអាស្រ័យពីបកខំតែមួយឧបាទខណៈបដិសន្ធិទេមួយឧបាទខណៈព្រោះបដិសន្ធិមានឧបាទថិតិទាំងទៀតហើយដែលត្រូវអាស្រ័យវិបាកខំដោយសហជាតិបច្ច័យហ្នឹងគឺឧបាទខណៈទៅប៉ុណ្ណឹងឯងមិនមែនថិតិខណៈទេណាថិតិខណៈមិនមែនជាសហជាតិទេវាហួសពីសហជាតិហើយដល់ថិតិគឺខណៈតាំងនៅនៃបដិសន្ធិហ្នឹងណាដូច្នេះសហជាតិហ្នឹងបានត្រឹមតែឧបាទខណៈទេឧបាទខណៈនៃបដិសន្ធិឧបាទខណៈនៃកម្មជ្ជរូបហ្នឹងដោយសហជាតិបច្ច័យចិត្តទាំងអស់ទាំងចិត្តទាំងអស់ដែលជាសហជាតិបច្ច័យនៃចិត្តសមុទ្ឋានរូបគឺសហជាតិបច្ច័យក្នុងឧបាទខណៈមិនមែនសហជាតិបច្ច័យទាំងថេតិខណៈទាំងភញ្ញខណៈទេមកសហជាតិគឺសំដៅយកកើតហ្នឹងគឺឧបាទហ្នឹងគឺខណៈចិត្តតូចហ្នឹងអ្នកបដិសន្ធិហ្នឹងចឹងដែរជាសហជាតិបច្ច័យដល់កម្មជ្ជរូបទាំងអស់ហើយចំពោះបដិសន្ធិដោយវិបាកខណ្ឌហ្នឹងគឺវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងមានកម្លាំងខ្សោយក្នុងពេលហ្នឹងមិនអាចញ៉ាំងចិត្តបច្ចរូបឲ្យកើតពីខ្លួនឯងបានទេគឺគ្រាន់តែជួយបង្កើតកម្មជ្ជរូបតែប៉ុណ្ណោះហើយដែលជួយបង្កើតកម្មជ្ជរូបហ្នឹងក៏ដើម្បីខ្លួនឯងផងដែរមិនមែនដើម្បីតែកម្មជ្ជរូបទេដើម្បីខ្លួនឯងផងដែរដើម្បីខ្លួនឯងយ៉ាងម៉េចខ្លួនឯងហ្នឹងវាមិនមែនអត់រូបកើតបានទេខ្លួនឯងហ្នឹងគឺអីគឺវិបាកខណ្ឌនេះវេទនាសញ្ញាសង្ខារវិញ្ញាណនេះមិនទូកែខ្លួនឯងបានទេតែមិនតែជួយបង្កើតកម្មជ្ជរូបតែជួយដើម្បីខ្លួនឯងដែរដើម្បីត្រង់កន្លែងណាត្រង់កន្លែងដែលខ្លួនឯងហ្នឹងត្រូវអាស្រ័យហតិយវត្ថុកម្មជ្ជរូបព្រោះក្នុងបណ្ដាកម្មជ្ជរូបទាំងអស់គណៈបដិសន្ធិហ្នឹងគឺត្រូវមានរូបមួយជាទីអាស្រ័យនៃវិបាកខណ្ឌគឺហតិយវត្ថុហតិយវត្ថុបេះដូងគឺជាសកលរូបមួយយ៉ាងដែលអាចជាទីអាស្រ័យនៃវិបាកខណ្ឌគណៈបដិសន្ធិហ្នឹងដោយសហជាតិបច្ច័យដោយសហជាតិបច្ច័យហ្នឹងគឺបានតែនៅក្នុងគណៈបដិសន្ធិហ្នឹងទេណាហតិយវត្ថុណាតែដល់មកប្រវត្តិកាលហតិយវត្ថុដែលជាបច្ច័យនៃមនោធាតុនិងមនោវិញ្ញាណធាតុគឺមិនអាចដើម្បីដោយសហជាតិបច្ច័យបានទេគឺបានត្រឹមតែនិស្សយពុរិជាតិបច្ច័យគឺគ្រាន់តែជាទីអាស្រ័យនៃចិត្តនិងចេតសិកគឺមនោធាតុនិងមនោវិញ្ញាណធាតុដោយហតិយវត្ថុនឹងឯងជានិស្សយពុរិជាតិបច្ច័យហ្នឹងចំពោះហតិយវត្ថុក្នុងបវត្តិកាលទាំងអស់ប៉ុន្តែក្នុងបដិសន្ធិកាលគឺថាដោយសហជាតិបច្ច័យហតិយវត្ថុកម្មជ្ជរូបហ្នឹងក៏កើតព្រមគ្នាជាមួយវិបាកខណ្ឌហ្នឹងក៏ព្រមគ្នាជាមួយហតិយវត្ថុកម្មជ្ជរូបដែលអញ្ចឹងវិបាកខណ្ឌណាស្ដាប់ឲ្យតន់ណាវិបាកខណ្ឌកុំយករូបមកចូលឬយករូបមកចូលស្ដាប់លេងយល់ហើយវិបាកខណ្ឌហ្នឹងគឺសំដៅយកវេទនាសញ្ញាសង្ខារវិញ្ញាណជាជាតិវិបាកហ្នឹងកើតជាវិបាករបស់កម្មកើតពីម៉ែឪជាមួយតែគ្នាហ្នឹងកម្មហ្នឹងនាំឲ្យកើតកម្មជ្ជរូបផងនាំឲ្យកើតវិបាកខណ្ឌផងដល់កើតទៅអាស្រ័យគ្នានឹងគ្នាអាស្រ័យគ្នានឹងគ្នាទីហ្នឹងដូចកូនភ្លោះអញ្ចឹង
គ្នានឹងគ្នាគឺវិបាកខណ្ឌហ្នឹងអាស្រ័យហតិយវត្ថុកម្មជារូបតែមួយនឹងដែលរូបប្រមាណក៏ដោយក្នុងគណៈបដិសន្ធិនឹងដោយបដិសន្ធិក្នុងកំណើតអីជាលៀមទៅជាកំណើតក្នុងផ្ទៃមេដាដីសង្សេទៅជាកំណើតអង្គទៅជាកំណើតឬជាឧបបាទិកកំណើតក៏ដោយក្នុងគណៈបដិសន្ធិហ្នឹងគឺត្រូវអាស្រ័យហតិយវត្ថុរូបតែមួយគត់ហើយហតិយវត្ថុហ្នឹងយើងដឹងហើយជាកម្មជារូបតែម្យ៉ាងទេមិនមែនចិត្តជារូបមិនមែនឧបជារូបមិនមែនអាហារជារូបទេគឺកម្មជារូបតែម្យ៉ាងហតិយវត្ថុហ្នឹងជានិស្សយបច្ច័យឲ្យវិបាកខណ្ឌកើតឡើងវិញដែរនិស្សយបច្ច័យក៏បានគឺដោយទីអាស្រ័យតែនៅក្នុងទីនេះគឺថាសហជាតិនិស្ស័យគឺថាអាស្រ័យហ្នឹងអាស្រ័យដោយធម៌ហ្នឹងកើតស្មើគ្នាមិនមែនពុរេមិនមែនបច្ឆាអត់មែនពុរេមុនអត់មែនបច្ឆាក្រោយទេគឺសហជាតិគឺកើតព្រមហើយកាលណាបើជាសហជាតិបច្ច័យទៅវិញទៅមកបានអញ្ចឹងអាហ្នឹងគឺកាលណាគុណចាស់ជ្រាបចុះបាននៅឈ្មោះបច្ច័យមួយទៀតគឺអញ្ញមញ្ញបច្ច័យណាអញ្ញមញ្ញបច្ច័យហ្នឹងគឺនៅត្រង់កន្លែងណាគឺនៅត្រង់ដែលថាចំពោះបច្ច័យហ្នឹងក៏ជាសហជាតិបច្ច័យបច្ចយុត្តបណ្ណធម៌គឺធម៌ដែលកើតពីសហជាតិបច្ច័យហ្នឹងក៏អាចជាសហជាតិបច្ច័យមកវិញបានដែរគឺវាជាសហជាតិបច្ច័យទៅវិញទៅមកវាត្រូវអាស្រ័យគ្នាទៅវិញទៅមកអញ្ចឹងមិនចំពោះនាមធម៌និងនាមធម៌រូបធម៌និងរូបធម៌នាមធម៌និងរូបធម៌រូបធម៌និងនាមធម៌ទេឲ្យទៅជាសហជាតិបច្ច័យទៅវិញទៅមកគឺអញ្ញមញ្ញបច្ច័យហើយអញ្ចឹងនៅក្នុងអញ្ញមញ្ញបច្ច័យហ្នឹងយើងមើលគឺបានដល់ចិត្តណាជាមួយចេតសិកជាមួយចិត្តអាហ្នឹងគឺដោយសហជាតិបច្ច័យទៅវិញទៅមកបានអញ្ចឹងជាអញ្ញមញ្ញបច្ច័យមហាភូតរូប3និងមហាភូតរូប1មហាភូតរូប2និងមហាភូតរូប2មហាភូតរូប1និងមហាភូតរូប3គឺអាចជាសហជាតិបច្ច័យដោយអំណាចមហាភូតរូបក្នុងកលាបៈជាមួយគ្នាណាទៀតគឺសហជាតិបច្ច័យទៅវិញទៅមកបានអានឹងក៏ជាអញ្ញមញ្ញបច្ច័យអញ្ញមញ្ញបច្ច័យបានហើយដោយសហជាតិបច្ច័យទៅវិញទៅមកហើយនឹងម្យ៉ាងទៀតនោះអញ្ញមញ្ញបច្ច័យទី3គឺចំពោះនេះដែលកំពុងឆ្លើយបញ្ហាគុណម្ចាស់នេះគឺចំពោះហតិយវត្ថុកម្មជារូបខណៈបរិសន្ធិហើយនឹងវិបាកខណ្ឌគណៈបរិសន្ធិអាហ្នឹងវាត្រូវអាស្រ័យគ្នាទៅវិញទៅមកចឹងប៉ុន្តែដល់មកបឋមភវាំងគឺថាភវាំងទី1ក៏ពិតមែនប៉ុន្តែរាប់ក្នុងអត្តភាពនឹងចិត្តគណៈទី2បរិសន្ធិរាប់ទី1បឋមភវាំងរាប់ទី2គណៈទី2ប៉ុន្តែបើនិយាយពីភវាំងទៅតែភវាំងទី1ទេភវាំងទី1នេះគឺមានកម្លាំងខ្លាំងដោយខ្លួនឯងហើយព្រោះអាស្រ័យបដិសន្ធិហ្នឹងជាអនន្តរបច្ច័យអនន្តរោបនិស្សយបច្ច័យគឺថាបឋមភវាំងហ្នឹងវាមានកម្លាំងដែលអញ្ចឹងវាអាចបង្កើតចិត្តជារូបបានដោយខ្លួនឯងមានកម្លាំងហើយក្នុងពេលហ្នឹងមិនចាំបាច់រវល់ជួយបង្កើតកម្មជារូបទេកម្មជារូបក៏គេមានកម្លាំងមិនចាំបាច់អាស្រ័យចិត្តជួយបង្កើតទេគេរឹងតឹងណាគេបានកើតមុនម្ដងចឹងទៅគឺរឹងតឹងទេមិនបាច់ចាំចិត្តជួយបង្កើតទេគឺដោយកម្លាំងកម្មជាបច្ច័យគេកើតបានដោយខ្លួនគេមិនចាំបាច់មានចិត្តជួយបង្កើតទេដល់អញ្ចឹងចិត្តនោះវារួចរវល់ពីទៅជួយបង្កើតកម្មជារូបទៅរួចរវល់កម្មជារូបកើតបានដោយខ្លួនគេអញមិនទៅជួយទេអញបង្កើតរូបរបស់អញអាហ្នឹងអញ្ចឹងគឺបានដោយថាវាមានកម្លាំងអាចដើម្បីញ៉ាំចិត្តជារូបឲ្យកើតបានតាមពិតហ្នឹងចិត្តហ្នឹងវាមិនបានដឹងថាចិត្តជារូបកើតពីខ្លួនឯងអីទេអានេះវាគ្រាន់តែចិត្តហ្នឹងមានកម្លាំងចិត្តជារូបវាកើតទៅតែខ្ញុំកណ្ដាលខ្ញុំបានសម្ដែងហ្នឹងគឺថាឲ្យបានងាយស្ដាប់ថាបឋមភវាំងហ្នឹងគឺថារូបរវល់ពីជួយបង្កើតកម្មជារូបមានកម្លាំងគឺអាចដើម្បីញ៉ាំចិត្តជារូបឲ្យកើតពីខ្លួនឯងបានហ្នឹងអញ្ចឹងហើយចាប់ពីបឋមភវាំងហ្នឹងទៅត្រូវអាស្រ័យហតិយវត្ថុជាបច្ច័យផងដែរហើយតែអាស្រ័យហតិយវត្ថុជាបច្ច័យពីព្រោះថានាមធម៌គឺវេទនាសញ្ញាសង្ខារវិញ្ញាណក្នុងបញ្ចវោការភពគឺត្រូវតែអាស្រ័យវត្ថុរូបជាបច្ច័យ
រូបជាបច្ច័យមិនអាស្រ័យវត្ថុរូបមិនអាចមានវេទនាសញ្ញាសង្ខារវិញ្ញាណបានឡើយមិនអាចមានចិត្តចេតសិកបានឡើយនេះក្នុងបញ្ចវោការភពប៉ុន្តែគ្រាន់តែអាស្រ័យនឹងប៉ុណ្ណេះនឹងក្នុងគណៈបដិសន្ធិចិត្តចេតសិកដែលជាវិបាកខណ្ឌនឹងអាស្រ័យហតិយវត្ថុកម្មច្ចរូបដោយសហជាតិបច្ច័យអានឹងយល់ហើយសហជាតិបច្ច័យនឹងប៉ុន្តែដល់ទៅមកចិត្តចេតសិកក្នុងបឋមភវាំងក៏អាស្រ័យហតិយវត្ថុដែរពីព្រោះវាជាមនោវិញ្ញាណអញ្ចឹងយើងដឹងហើយមនោធាតុមនោវិញ្ញាណធាតុអាស្រ័យហតិយវត្ថុអញ្ចឹងបឋមភវាំងហ្នឹងអាស្រ័យហតិយវត្ថុដោយសហជាតិបច្ច័យដែរទេអត់ទេគឺដោយអីដោយពុរិជាតិបច្ច័យហើយបើចង់បញ្ចូលនិស្សយបច្ច័យជាមួយគ្នាទៅក៏បានហៅថាពុរិជាតិនិស្សយបច្ច័យនិស្ស័យប្រែថាអាស្រ័យដូច្នេះហតិយវត្ថុនឹងឯងគឺជាទីអាស្រ័យនៃចិត្តចេតសិកក្នុងខណៈនៃភវាំងប៉ុន្តែអាស្រ័យហ្នឹងគឺមិនមែនដោយសហជាតិនិស្ស័យទេដោយពុរិជាតិនិស្ស័យសហជាតិនិស្ស័យបាននៅគណៈបដិសន្ធិទេហ្នឹងហៅថានិស្សយបច្ច័យក៏បានហៅថាសហជាតិបច្ច័យក៏បានគណៈបដិសន្ធិហៅថាសហជាតិនិស្សយបច្ច័យក៏បានចូលគ្នាអញ្ចឹងប៉ុន្តែដល់មកបឋមភវាំងអាស្រ័យហតិយវត្ថុដែរតែអាស្រ័យហតិយវត្ថុដែលកើតមុនមិនអាស្រ័យហតិយវត្ថុដែលកើតជាមួយទេហតិយវត្ថុកម្មច្ចរូបដែលកើតជាមួយគ្នានឹងបឋមភវាំងក៏មានដែរមិនអត់ទេណាព្រោះហតិយវត្ថុកម្មច្ចរូបគឺកើតគ្រប់គណៈចិត្តតូចទាំងអស់កើតគ្រប់គណៈចិត្តតូចទាំងអស់ដូច្នេះនៅក្នុងឧបាទគណៈនៃបឋមភវាំងហ្នឹងក៏មានហតិយវត្ថុកម្មច្ចរូបដែរប៉ុន្តែក្នុងពេលហ្នឹងគឺមិនអាស្រ័យហតិយវត្ថុកម្មច្ចរូបនឹងទេគឺត្រូវអាស្រ័យហតិយវត្ថុកម្មច្ចរូបដែលកើតមុនហើយមិនតាន់រលត់នឹងដោយពុរិជាតិនិស្សយបច្ច័យគឺអាស្រ័យហតិយវត្ថុដែលកើតមុនហ្នឹងជាបច្ច័យយ៉ាងមកចឹងហើយចំពោះចិត្តដែលកើតក្រោយចំពោះចិត្តដែលកើតក្រោយនេះចាប់តាំងអំពីបឋមភវាំងនឹងទៅក៏អាចដើម្បីជាបច្ច័យដល់កម្មច្ចរូបដែរមិនមែនមិនបច្ច័យទេប៉ុន្តែបច្ច័យក្នុងទីនេះមិនមែនជាលក្ខបច្ច័យដោយគណៈបដិសន្ធិទៀតណាមិនមែនជាលក្ខបច្ច័យគឺបច្ច័យនាំឲ្យកើតដោយគណៈបដិសន្ធិទេបឋមភវាំងហ្នឹងក៏ជាបច្ច័យនៃកម្មច្ចរូបដែរប៉ុន្តែគ្រាន់តែជាបច្ច័យដោយឧបត្ថម្ភកបច្ច័យតែប៉ុណ្ណោះជួយឧបត្ថម្ភនឹងអញ្ចឹងជួយឧបត្ថម្ភដោយបច្ឆាជាតិបច្ច័យឃើញទេបច្ឆាប្រែថាក្រោយជាតិប្រែថាកើតគឺថាកើតក្រោយចិត្តចេតសិកនឹងកើតក្រោយហើយឧបត្ថម្ភដល់រូបដែលកើតមុនហើយមិនតាន់ដល់អាយុរលត់ណាឧបត្ថម្ភរូបនឹងឧបត្ថម្ភរូបនឹងអញ្ចឹងបានថារូបនឹងត្រូវអាស្រ័យចិត្តវិញ្ញាណឧបត្ថម្ភសម្ដៅយកចិត្តវិញ្ញាណដែលកើតក្រោយហើយក៏ជាឧបត្ថម្ភកបច្ច័យនឹងឯងដល់រូបមិនចំពោះតែកម្មច្ចរូបទេរូបទាំងអស់ទាំង4សមុទ្ធាននឹងដែលបានកើតមុនហើយមិនតាន់ដល់អាយុរលត់នោះត្រូវអាស្រ័យចិត្តចេតសិកដែលកើតក្រោយនឹងឯងជាបច្ឆាជាតិបច្ច័យឧបត្ថម្ភយ៉ាងនៅក្នុងសាកសពដែលស្លាប់ទៅចិត្តវិញ្ញាណនឹងរលត់អស់ទៅហើយអញ្ចឹងចិត្តវិញ្ញាណរលត់អស់ទៅហើយក៏មិនអាចដើម្បីថាមានបច្ឆាជាតិបច្ច័យទេអត់មានចិត្តចេតសិកឧបត្ថម្ភទេមកអត់មានចិត្តវិញ្ញាណទេអញ្ចឹងហើយបានជាទៅត្រូវព្រឹកទៅដើម្បីហើមទៅប៉ោងទៅស្អីទៅប្រលេះរលួយទៅទុកអត់បានទេទុកអត់បានទេគឺត្រូវទៅយកទៅដូចជាយកទៅចោលឲ្យទៅជាចំណីដង្កូវហើយទៅគេថាភ្នែកល្អបោះអញមាត់ល្អបោះអញតិចល្អបោះអញចំណុះល្អស្រួចនឹងបោះអញក៏ដោយក៏ដង្កូវចេញចូលអស់ហើយជារបស់ដង្កូវជាចំណីរបស់ដង្កូវឯងចឹងមិនវាអត់មាន
ជាអ្វីដើម្បីថាជារបស់យើងទេសង្ខារធម៌ទាំងពួងទាំងមានវិញ្ញាណគ្រប់គ្រងទាំងអត់វិញ្ញាណគ្រប់គ្រងមាសប្រាក់ទ្រព្យសម្បត្តិអីហ្នឹងមិនគួរដើម្បីពុទ្ធបរិស័ទយើងដែលបានសិក្សាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធហើយហ្នឹងដើម្បីថានឹងមានការបដិបដួលពឹងពាក់ពំនាក់អាស្រ័យផ្ញើកាយផ្ញើជីវិតអីជាមួយនឹងរបស់ទាំងអស់ហ្នឹងទេពីព្រោះរបស់ទាំងអស់ហ្នឹងជារបស់ទទេមិនអាចជាទីពឹងបានទ្រព្យសម្បត្តិមាសប្រាក់លុយកៈបុត្រភរិយារហូតដល់ឧបាទានខណ្ឌ5ហ្នឹងជារបស់ទទេមិនគួរដើម្បីផ្ញើជីវិតទៅក្នុងរបស់ទាំងអស់នឹងឡើយមិនគួរដើម្បីលះបង់ជីវិតបូជាជីវិតឲ្យទៅនៅក្នុងរបស់ដែលទទេអញ្ចឹងណាទៀតគួរដើម្បីបូជាជីវិតឲ្យរបស់ទទេទេឬក៏ត្រូវបូជាជីវិតចំពោះរតនត្រ័យដើម្បីដូរយកនៅអមតៈព្រះនិព្វានវិញក្នុងយើងពិចារណាសត្វគ្រប់មែនដែលសត្វលោកពឹងផ្អែកទៅលើរបស់ទទេទេណៃអញ្ចឹងចំពោះរឿងសំណួររបស់គុណម្ចាស់ហ្នឹងកម្មជារូបគឺរូបដែលកើតអំពីកម្មហ្នឹងចំពោះឧបបាតិកៈកំណើតគឺថាវាអាចដើម្បីកើតបានដោយមិនចាំបាច់អាស្រ័យផ្ទៃនៃមេត្តាមិនចាំបាច់មានការចម្រើនឡើងតិចម្ដងអីនៅក្នុងផ្ទៃនៃមេត្តាហ្នឹងទេគឺថាវាចម្រើនច្រើនគ្រប់គ្រាន់តាំងពីគណៈបរិសន្ធិហ្នឹងមានចក្ខុទេសកៈគឺមានអញ្ចឹងទៅមានសោតទេសកៈក៏មានអញ្ចឹងទៅមិនដូចនៅក្នុងផ្ទៃនៃមេត្តាដែលជាជាលំទៅជាកំណើតនោះអាហ្នឹងគឺថាកើតមិនដំបូងវាអាចមានកម្មជារូបតិចតួចណាប៉ុន្តែចាំបាច់ត្រូវតែមានហតិយៈវត្ថុរូបណាទៀតវាត្រូវតែមានវត្ថុទេសកៈហ្នឹងគឺហតិយៈវត្ថុហ្នឹងត្រូវតែមានណាព្រោះបើអត់មានវិបាកខណ្ឌអត់អីអាស្រ័យមិនអាចកើតបានទេតើតែមានវត្ថុទេសកៈហ្នឹងមានដីទឹកភ្លើងខ្យល់ពណ៌ក្លិនរសឲ្យជា8ហ្នឹងចឹងទៅហើយមានជីវិតរូបផងជីវិតរូបហ្នឹងមិនមែនជីវិតសត្វទេដោយបរមត្ថធម៌គឺជាជីវិតរបស់កម្មជារូបហ្នឹងជីវិតហ្នឹងវារក្សានៅសហជាតិកម្មជារូបហ្នឹងគឺកម្មជារូបដែលកើតព្រមគ្នាហ្នឹងវាអនុបាលបច្ច័យជីវិតហ្នឹងណាជីវិតហ្នឹងវាមិនមែនជាជានកៈបច្ច័យទេវាអត់មែនជាជានកៈបច្ច័យទេព្រោះអីពីព្រោះវាកើតពីកម្មទាំងអស់គ្នានៃហតិយៈវត្ថុក្នុងគណៈនៃបរិសន្ធិហ្នឹងវាមិនមែនមានហតិយៈវត្ថុរូបតែមួយទេវាត្រូវមានសំណុំរូបរបស់វាហើយតែកលាបៈហ្នឹងសំណុំរូបបាច់រូបហ្នឹងវាមាន10ដីមួយទឹកមួយភ្លើងមួយខ្យល់មួយថាពុទ្ធរូប4ហ្នឹងវាមានឧបាទេយរូប4ទៀតចូលមកគឺបណ្ណោគន្ធរក្សាឲ្យជាបណ្ណោគឺរូបារម្មណ៍គន្ធរគឺក្លិនរក្សាគឺរសឲ្យជាគឺអាហាររូបមហាពុទ្ធរូប4ទៅ8ហ្នឹងហៅថាសភតកៈរូបឬហៅថាអរិនិភោគរូបយ៉ាងដូច្នេះកាលណាបើក្នុងសំណុំរូបហ្នឹងវាអាចមានរូប9ឬរូប10រូប8ហ្នឹងហៅថាអវិនិភោគរូបគឺរូបមិនបែកគ្នាទេ8ហ្នឹងបតវ័យអបោតេជោវយោវណ្ណោគន្ធររសោឲ្យជា8ហ្នឹងប៉ុន្តែបើសិនជាវាកើតឡើងមានតែ8ឯងនឹងគាត់អត់មានរូបអីមកនៅក្នុងសំណុំនៃរូបហ្នឹងទេដូចជារូបដែលកើតពីចិត្តកើតពីអតកកើតពីអាហារអីចឹងកាលណាបើវាមានតែ8ហ្នឹងគាត់ហៅថាអវិនិភោគរូប8ហ្នឹងក៏ត្រូវហើយប៉ុន្តែហៅឲ្យត្រូវជាងហ្នឹងគឺសតផតកៈសភៈគឺសតអដ្ឋកៈគឺ8គឺ8សតគឺសំណុំរូបបាច់រូបហ្នឹងគឺមាន8សតហ្នឹងដូចជាសតមតស័យអីចឹងដែលវាចម្រើនពីអាហារឬក៏ដូចញើសដែលកើតពីឧតកឬក៏រោគខ្លះអីអញ្ចឹងមានរូបដែលកើតពីឧតកកើតពីអាហារអីចឹងអាហ្នឹងគឺថាក្នុងរូបហ្នឹងគឺសពហតកៈមានដីទឹកភ្លើងខ្យល់ពណ៌ក្លិនរសឲ្យជា8សត្វប៉ុន្តែនៅក្នុងកម្មជារូបហ្នឹងវាមិនមាន8សត្វទេចំពោះកម្មជារូបណាទេអត់មានសពហតកៈទេគឺមាន
យ៉ាងតិច9ដែរដែលហៅថាជីវិតមវកៈគឺថាមានជីវិតជាកម្រិត9ឬដែលមានចក្ខុទេសកៈសោតទេសកៈអីចឹងវាមានភ្នែកជាកម្រិត10តិចជាកម្រិត10ឬវត្ថុទេសកៈវាមានហរិយវត្ថុរូបជាកម្រិត10ដូច្នេះ8ហ្នឹងហៅឲ្យបានត្រឹមត្រូវហៅអវិនិភោគរូប8អវិនិភោគរូប8ណាដែលយើងហៅសភតកៈហ្នឹងមិនសូវត្រឹមត្រូវទេគ្រាន់តែស្ដាប់បានតែវាអត់សូវត្រឹមត្រូវមកពីអីមកពីយើងហៅតែ8សពទៅហើយដល់សពទៅហើយយើងយកស្អីមកថែមទៀតវាអត់ត្រឹមត្រូវទេហើយហ្នឹងហៅបានតែសភតកៈក្នុងចំណុំនៃកលាបៈរូបដែលមានរូប8សពមិនចឹងហើយបើវាមានលើសពី8រូប8តែបែរហ្នឹងយើងហៅថាអវិនិភោគរូប8គឺរូបដែលវាអត់បែរគ្នាហើយយើងចង់ថែមអីមកទៀតថែមជីវិតជីវិតរូបនឹងមួយហើយហ្នឹងដូចជាហតិយវត្ថុរូបនឹងមួយជាកម្រិត10ហៅថាវត្ថុទេសកៈហ្នឹងគឺអីគឺ10កលាបៈគឺសំណុំរូបហ្នឹងវាមានវត្ថុរូបជាកម្រិត10អញ្ចឹងហើយចំពោះកាលណាបើវាមានអវិនិភោគរូប8ហើយអវិនិភោគរូប8ហើយអញ្ចឹងថែមអីទៀតថែមជីវិតរូបមួយទៀតជីវិតរូបដែលថែមមកនេះវាជាបច្ច័យនៃសហជាតិរូប9ទៀត9គឺអីអវិនិភោគរូប8ហតិយវត្ថុរូបនឹង1 9ហ្នឹងវាជាសហជាតិធម៌ជាមួយជីវិតរូបកើតព្រមគ្នារលត់ព្រមគ្នាទៀតចំពោះកលាបៈរូបណាព្រោះវាកើតព្រមគ្នាវាមានអាយុបែរគ្នារលត់ទៅក៏ជាមួយគ្នាដែរមានអាយុស្មើនឹង17គណៈចិត្តធំហ្នឹងគឺថាជាអាយុនៃសភាវៈរូបអញ្ចឹងវាកើតព្រមគ្នាដូច្នេះចំពោះជីវិតរូបនេះជាបច្ច័យនៃសហជាតិរូប9ទៀតនេះប៉ុន្តែមិនមែនជាជាលកៈបច្ច័យទេមកពីអីមកពីជីវិតរូបនេះវាមិនមែនជាអ្នកឲ្យកម្មច្ចរូបនឹងកើតទេទាំងជីវិតរូបខ្លួនឯងមួយទាំងកម្មច្ចរូប9ហ្នឹងកើតអំពីកម្មជាបច្ច័យបានគេហៅថាកម្មច្ចរូបកើតអំពីកម្មនេះជាជាលកៈបច្ច័យប៉ុន្តែដល់ពេលកើតហើយនេះកម្មនឹងវាបានបង្កើតជីវិតរូបកម្មវាបានបង្កើតជីវិតរូបហ្នឹងមិនមែនជីវិតមនុស្សសត្វទេជីវិតរូបហ្នឹងគឺជាជីវិតដែលជាផលរបស់កម្មកើតឡើងពីកម្មជារូបពធសត្វដោយបរមត្ថជីវិតហ្នឹងគឺរូបមិនមែនជីវិតហ្នឹងគឺសត្វគឺបុគ្គលមនុស្សស្រីមនុស្សប្រុសជីវិតហ្នឹងគឺតួរូបដែរជីវិតរូបហ្នឹងនៅក្នុងសកលរូបហ្នឹងវាជាអនុបាលបច្ច័យមិនមែនជាលកៈបច្ច័យទេណាអនុបាលបច្ច័យគឺដោយសេចក្តីថាតាមរក្សាកម្មច្ចរូបដែលកើតព្រមគ្នានេះហើយតែតាមរក្សាហ្នឹងមិនមែនតាមរក្សាក្នុងឧបតគណៈទេព្រោះឧបតគណៈកើតព្រមគ្នាទាំងអស់មាននរណាតាមរក្សានរណាប៉ុន្តែតាមរក្សាក្នុងភេតិគណៈរបស់កម្មច្ចរូបអញ្ចឹងទៅយើងចែកអាយុរបស់កម្មច្ចរូបហ្នឹងជា51គណៈចិត្តតូចទៅ17គណៈចិត្តធំអញ្ចឹងមួយគណៈចិត្តធំវាមានឧបតភេតិភង្គៈវាមាន3គណៈតូចហ្នឹង17 3ដល់51បើអញ្ចឹងអាយុនៃសភាវៈរូបហ្នឹងវាមាន51គណៈចិត្តតូចលើកឧបតគណៈមួយចឹងហើយលើកភង្គៈគណៈខាងក្រោយគណៈបែកធ្លាយមួយចឹង51ដល់2នៅសល់49ចំពោះជីវិតរូបនេះឯងអនុបាលរក្សាសហជាតិរូបបានទៅ49គណៈចិត្តតូចទេមកពីអីមកពីឧបតគណៈកើតព្រមគ្នាអត់អនុបាលរក្សាទេហើយដល់ទៅភង្គៈគណៈអានឹងគណៈបែកធ្លាយទៅហើយវាមានរក្សាអីបានទៀតដូច្នេះគឺថាបានរក្សាត្រឹមតែ49គណៈចិត្តតូចទេដល់ទៅគណៈចិត្តចុងក្រោយបែកធ្លាយទាំងអស់គ្នាមិនចឹងទាំងជីវិតរូបខ្លួនឯងដែលជាអ្នករក្សាក៏ងាប់កម្មច្ចរូបដែលកើតព្រមគ្នាហ្នឹងក៏ងាប់ដែរគឺបែកធ្លាយដែរអត់មាននៅជាសត្វបុគ្គលអីទេហ្នឹងចំពោះរឿងកម្មច្ចរូបវាត្រូវកើតឡើងដោយសំណុំនៃរូបនឹងចឹងហើយសំណុំអីទៅចឹងគុំចាស់សិក្សាអត់ទេមិនឆ្ងល់មិនតង់សៃទេវាមានចក្ខុទេសកៈវាមានសោតទេសកៈវាមានខេនទេសកៈវាមានជីវហាទេសកៈវាមានកាយទេសកៈហ្នឹង5ចឹងទៅអាហ្នឹងកម្មច្ចរូបសពណាឬទៅវាមានដូចជាភាវៈទេសកៈអីហ្នឹងក៏វាមានអត្ថិភាវៈទេសកៈអញ្ចឹងក៏មានអញ្ចឹងទៅឬបរិស័កភាវៈទេសកៈអាហ្នឹងក៏មានអញ្ចឹងទៅហើយចំពោះវត្ថុទេសកៈ
លើកឧទាហរណ៍មកសម្ដែងដល់ហ្នឹងក៏វាមានអាហ្នឹងសិតតែរឿងកម្មច្ចរូបសត្វកម្មច្ចរូបសត្វនេះយើងត្រូវរៀនឲ្យចេះអញ្ចឹងអាហ្នឹងគឺថាវាកើតពីកម្មសត្វមិនអាចកើតពីចិត្តទៅអាហារទេហ្នឹងគ្រាន់តែអាចដើម្បីជួយឧបត្ថម្ភអីបានដូចរឿងចិត្តអីប៉ុន្តែថាឲ្យជាជានៅកបច្ច័យប៉ុន្តែកម្មច្ចរូបហ្នឹងអត់ទេហ្នឹងហើយជីវិតមវកៈអញ្ចឹងទៅមានរូបជីវិតន្ទ្រីហ្នឹងជាកម្រិត9តែគ្នានៅពេលដែលកើតហ្នឹងគឺថាវាមានជាសំណុំដែលកើតអញ្ចឹងហើយដែលអាចមានជាសំណុំបានហ្នឹងដោយសារអីបានជាអាចមានសំណុំបានមកពីអីចឹងបានជាមានសំណុំរូបទៅបានវាមានដុំជាកលាបៈណារូបទាំងអស់ដែលអាចមានកលាបៈបានដោយសារអីចឹងវាមិនអាចឆ្លើយត្រូវទេដោយសារអីស្រាប់អត់លឺដោយសារអីចឹងដោយសារមានអាកាសធាតុបើសិនជាអត់មានអាកាសធាតុដើម្បីចែករូបទេគឺអត់មានកលាបៈរូបទេមិនចឹងយើងត្រូវជ្រាបអញ្ចឹងគឺដែលអាចមានកលាបៈរូបបានគឺដោយសារមានអាកាសធាតុនេះជាបរិច្ឆេទរូបនេះគឺហៅទៅតាមតិចរបស់អាកាសធាតុដែលវាអាចចែករូបឲ្យផ្សេងគ្នាបានបើអត់អាកាសធាតុមានអីទេរូបចូលគ្នាអត់ទេហើយមនុស្សយើងវាឆោតទៅទៀតវាឆោតត្រង់ថាត្រឹមតែអាកាសធាតុចែករូបឲ្យផ្សេងពីគ្នាប្រកាន់អានផ្សេងគេផ្សេងបាត់ទៅតាមព្រមត្រូវសន្តានហ្នឹងស្រឡាញ់ព្រមត្រូវសន្តានហ្នឹងទៀតបើមានព្រមត្រូវសន្តានរបស់រូបហ្នឹងមនុស្សសត្វវត្ថុអីទាំងអស់ដែលមានកែទៅតាមតុកទីសាលាព្រះវិហារមនីទូរទស្សន៍ស្អីសពគ្រប់ផ្ទះសម្បែងបរិសុទ្ធស្ត្រីរៀនខត់រៀនស្គមអីសពគ្រប់ផ្ទះទៀតហ្នឹងដែលមានរៀនទាំងអស់ហ្នឹងដោយសារអាកាសធាតុហ្នឹងណាបើប៉ុន្តែអាកាសធាតុមានរៀនមកពីណាហើយយើងអត់ដឹងថាអានឹងវាគ្រាន់តែអាស្រ័យអាកាសធាតុទេបានតែមានរៀងរបស់មហាពុទ្ធរូបមានសន្តានរបស់មហាពុទ្ធរូបដូចដើរឈើអង្គុយងាក់អីយ៉ាងណាទៅតាមរៀងអីចឹងដែលយើងអាចស្រឡាញ់ទៅតាមរៀងឬខ្មាញ់ទៅដល់កាច់រឹកកាច់រៀងណាអីចឹងអានឹងទាំងអស់គឺថាវាគ្មានទេតាមចិត្តរៀនហ្នឹងវាអត់មានជារូបដែលបរមត្ថទេប៉ុន្តែអានេះវាជាការបញ្ញត្តិរៀនហ្នឹងដោយអាស្រ័យមានអាកាសរូបទេបើមិនតែមានអាកាសធាតុមានរៀនហ្នឹងមកពីណាមានរេងហ្នឹងមកពីណាមានសន្តានអីមានស្អីដើម្បីស្រឡាញ់ដើម្បីក្តីអរិយអត់ទេដូចដីម្ដុំចឹងទៅដីម្ដុំធំចឹងយើងចេះម្ដុំតូចយើងច្បាច់ទៅតាមរៀងវាទៅដីម្ដុំទៀតយើងចេះដាច់ចេញពីគ្នាមកវាមានរៀងទាំងអស់ហ្នឹងដែលអាចមានរៀងហ្នឹងដោយសារអាកាសធាតុបើមិនតែអាកាសធាតុមានរៀងមកពីណាវាជាប់គ្នាអស់បាត់ហើយហ្នឹងឧទាហរណ៍បញ្ជាក់ឲ្យឃើញថាអាកាសធាតុហ្នឹងវាធ្វើឲ្យសត្វលោកវង្វេងអញ្ចឹងវង្វេងទៅក្នុងរឿងរបស់រូបវង្វេងទៅនៅក្នុងរូបតម្លៃផ្សេងហើយដូចជំរុញយើងអញ្ចឹងគ្រាន់តែសំបែកដីទឹកភ្លើងចែកឲ្យចេញពីគ្នាអញ្ចឹងទៅស្រាប់តែអានផ្សេងគេផ្សេងទៅតាមអាកាសធាតុដែលវាចែករៀងអញ្ចឹងទៅតាមទឹកវាមានស្អីដើម្បីអានផ្សេងគេផ្សេងមហាពុទ្ធរូបដូចតែគ្នាមិនចឹងទេណាហ្នឹងវាគ្រាន់តែថាមហាពុទ្ធរូបហ្នឹងវាមានសមុទ្រឋានដោយកម្មដោយចិត្តដោយអត្តដោយអាហារវាមានការវិចិត្រអំពីបច្ច័យហ្នឹងវាខុសគ្នាខ្លះអញ្ចឹងទេប៉ុន្តែទោះជាខុសគ្នាដោយការវិចិត្រនៃបច្ច័យក៏ដោយប៉ុន្តែនៅតែដីទឹកភ្លើងខ្យល់អញ្ចឹងហើយវាដាច់ចេញពីគ្នាហ្នឹងដោយសារអាកាសធាតុលោកញាតិញោមបងប្អូនទាំងអស់ដែលរាប់បាន100នាក់200នាក់300នាក់ហ្នឹងរាប់បានអញ្ចឹងដោយសារបើអត់អាកាសធាតុរាប់បានទេអត់អាកាសធាតុរាប់2នាក់បានទេអត់បានទេចូលគ្នាឥឡូវហ្នឹងអញ្ចឹងដូច្នេះ2នាក់3នាក់4នាក់គ្រាន់តែជាការសន្មត់ទៅលើចំណែកនៃរូបដែលកើតឡើងដោយបច្ច័យយ៉ាងណាវិចិត្រដោយបច្ច័យយ៉ាងម៉េចប៉ុន្តែរឿងនេះមិនគួរមានសេរីប្រកាន់ថាយើងផ្សេងគេផ្សេងដោយអំណាចចិត្តធិដោយអំណាចមានអ្នកទេហើយនេះវាគ្រាន់តែជាការចែកគ្នាដោយអាកាសធាតុទេបើរលាយចូលគ្នាទៅណាយើងណាគេអត់ទេណាទេមិនចាំបានថារឿងប្រកាន់ហ្នឹងវាប្រកាន់ទៅតាមការដែរមិនដឹងនៅបរមត្ថធម៌តាមសេចក្តីពិតនេះមិនដឹងរូបធម៌យ៉ាងណាក៏មិនដឹងវេទនាសញ្ញាសង្ខារមិនដឹងវេទនាសញ្ញាសង្ខារមិនដឹងវេទនាសញ្ញាសង្ខារមិនដឹងវេទនាសញ្ញា